តោះបងប្អូននៅក្នុង YouTube ជួយចុច Subscribe ឲ្យម្នាក់មួយផងបងប្អូនឥឡូវមកមើលពីការត្រឡប់មកពីធ្វើការវិញមកដល់ផ្ទះត្រូវធ្វើអីខ្លះបងប្អូនគឺហាត់ប្រាណគឺខ្ញុំអត់បានទេបងប្អូនយ៉ាង at least ណាមួយថ្ងៃខានមួយថ្ងៃគឺអត់រហូតទេអូខេឥឡូវខ្ញុំហាត់ប្រាណអញ្ចឹងយើងធ្វើក្បាច់នេះប្រហែលជា50ណាបងប្អូន50ទៅហើយនឹងធ្វើស្វះនេះមកហើយ20ខ្ញុំធ្វើដល់50បានទេញ័រជើងអញ្ចឹងខ្ញុំធ្វើត្រឹមតែ20បងប្អូនហើយពេលនោះយើងស្រាបប្រហែលកន្លះម៉ោងទៀតបានយើងចាប់ផ្ដើមញ៉ាំបាយម្ហូបក៏ខ្ញុំធ្វើលឿនដែរបងប្អូនអត់សូវយូរទេព្រោះម្ហូបបន្តិចបន្តួចណាឥឡូវយើងហាត់ហើយណាបងប្អូនចាំមើលត្រូវធ្វើអីទៀតមកមើលហានីក៏បេះបន្លែនេះបងប្អូនគាត់ជួយការងារខ្ញុំរហូតធ្វើការហត់មិនក៏ដោយមកដល់ផ្ទះជួយការងារជួនកាលក៏គាត់បោសផ្ទះបោសក្នុងផ្ទះបោសឲ្យនឹងស្អាតអញ្ចឹងណានិយាយទៅគាត់ជួយភាគច្រើនគាត់ជួយច្រើន Thank you so much Honey take care ហើយនេះខ្ញុំចាប់ផ្ដើមរៀបចំញ៉ាំហើយបងប្អូននេះមិនដុតហ្នឹងយើងអស់មិនអាំងហ្នឹងយើងអាំងត្បូងភ្លើងធម្មតាទេដល់ចិត្តឆ្អិនហើយយើងតឡើងហាយអញ្ចឹងទៅដើម្បីក្រៀមក្រហមល្អបងប្អូនទាំងអស់គ្នាមើលហើយនេះក៏សប្បាយចិត្តឃើញម្ហូបគាត់ថាតែប៉ុណ្ណេះនឹងឲ្យឆ្ងាញ់ទៀតហើយខ្ញុំឆ្ងាញ់ជាងគេនេះបុកកទួយហេញ៉ាំជាមួយស្ងោរស្លឹកបាសនឹងមកអូខេរួចហើយស្រាប់មកស្ទួយយើងក៏ចេញដើរបងប្អូនមានណានេះឃើញតែខ្មោចគេរៀបតាំងមុខផ្ទះគេអូខេបងប្អូននៅក្នុង YouTube ទាំងអស់នេះជួយចុច Subscribe ឲ្យម្នាក់មួយផងបងប្អូនចឹងអានេះនៅក្នុងភូមិទេសភាពក្នុងភូមិខ្ញុំចិត្ត Halloween នោះបងប្អូនហើយមកចុងតនេះមកពួកខ្ញុំក៏